របស់ថ្មីមួយបើសិនជាយើងអត់ចាប់ផ្ដើមទេយើងអត់ដឹងថាយើងនឹងត្រូវធ្វើអីបន្តទៀតទេហើយកុំខ្លាចជាមួយនឹងកំហុសកុំខ្លាចជាមួយនឹងភាពបរាជ័យរឿងអីក៏ដោយដើរទៅច្បាស់ជាខុសហើយបើខុសហើយច្បាស់ជារកភាពត្រូវឃើញហើយឲ្យតែមានចិត្តតស៊ូជាមួយនឹង discipline បានថាជាមួយនឹងវិន័យជាមួយនឹងខ្លួនឯងច្បាស់លាស់ចាជំរាបសួរបងខ្ញុំឈ្មោះប៉ុកសកុងដែលគឺជាម្ចាស់ហាងលក់សម្ភារៈសន្តិឈ្មោះថា Pet ឆ្លាតមានទីតាំងនៅទួលប្ររនឹងឯងជីវកម្មរបស់ខ្ញុំជាប្រភេទអាជីវកម្មហាងលក់សម្ភារៈសន្តិដែលយើងផ្ដោតទៅលើសម្ភារៈកូនជើង4ទាំងឆ្កែទាំងឆ្មាចំណីសម្ភារៈទំនើបជាដើមបងចាប់តាំងពីខ្ញុំបើកមកដំបូងគឺយើងចាប់ផ្ដើមជាលក្ខណៈអនឡាញអញ្ចឹងរយៈពេលបើគិតថាអនឡាញចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្នហ្នឹងគឺមានរយៈពេល7-2ឆ្នាំហើយអ្វីដែលយើងមាន physical storeហាងផ្ទាល់ហ្នឹងគឺរយៈពេល6ខែឬក៏កន្លះឆ្នាំនឹងឯងបងចាបងមុនពេលដែលខ្ញុំសម្រេចចិត្តបើកអាជីវកម្មហាងលក់សម្ភារៈសន្តិហ្នឹងគឺខ្ញុំមាន background ដែលគឺខ្ញុំមានបទពិសោធន៍ធ្វើការងារជាពេទ្យសត្វអស់រយៈពេល4ឆ្នាំសម្ភារៈនៅក្នុងហាងរបស់យើងបច្ចុប្បន្នគឺនាំចូលមកពីប្រទេសបារាំងអាល្លឺម៉ង់ជាមួយនឹងប្រទេសចិននេះពេលបច្ចុប្បន្នខ្ញុំឃើញថាវិស័យនៅក្នុងសន្តិចំការលក់សម្ភារៈជាមួយនឹងការចិញ្ចឹមសន្តិចំហ្នឹងគឺមានការកើនឡើងមែនទែនព្រោះបច្ចុប្បន្នមនុស្សភាគច្រើនគាត់យកកូនជើង4គឺជាមិត្តសម្លាញ់គឺជាកូនរបស់គាត់ផ្ទាល់ព្រោះថាបច្ចុប្បន្នការងាររបស់គាត់រវល់ខ្លាំងគាត់អបសក់ចឹងគឺភាគច្រើនគឺកូនជើង4នឹងឯងជាអ្នកដែលកំដរអារម្មណ៍គាត់កំសាន្តគាត់ជាមិត្តរបស់គាត់នឹងឯងបងហ្នឹងហើយបងបច្ចុប្បន្នខ្ញុំឃើញថាពួកគាត់ចាប់ផ្ដើមផ្លាស់ប្ដូរហើយគាត់ចាប់ផ្ដើមយកកូនជើង4ទាំងឆ្កែទាំងឆ្មាធ្វើជាកូនរបស់គាត់ហើយអត់ដូចសម័យមុនដែលគាត់គិតថាឆ្កែនិងឆ្មាគ្រាន់តែជាសត្វអនាថាឬក៏ជាសត្វមួយដែលគាត់ប្រើដើម្បីតែយាមផ្ទះទេឥឡូវហ្នឹងគឺអត់ទេគាត់ take care គាត់ដោយកូនគាត់បង្កើតអញ្ចឹងសម្ភារៈសម្រាប់ចាំបាច់សម្រាប់សត្វចិញ្ចឹមហ្មងគឺជាប្រភេទចំណីគ្រឿង accessory ពូកខ្នើយរបស់គាត់ហើយនិងគ្រឿងថែទាំសុខភាពរបស់ពួកគាត់ដូចជាกระดาษសើមជូតភ្នែកប្រភេទសម្អាតត្រចៀកជាដើមហើយចាំបាច់បំផុតដែលសម្រួលទៅដល់ pet owner ម្ចាស់សត្វចិញ្ចឹមហ្នឹងគឺជាប្រភេទសម្ភារៈដូចជាម៉ាស៊ីនចំណីអូតូឬក៏ចានទឹកអូតូដែលសម្រួលគាត់នៅពេលដែលគាត់រវល់អត់មានពេលវេលាគ្រប់គ្រាន់ឲ្យកូនជើង4គឺគាត់អាចប្រើប្រាស់សម្ភារៈទាំងអស់ហ្នឹងបានបច្ចុប្បន្នគឺយើង focus យើងផ្ដោតទៅលើសម្ភារៈដូចជាម៉ាស៊ីនចំណីអូតូចានទឹកអូតូនឹងឯងបងដោយសារតែខ្ញុំមើលឃើញពីភាពរវល់ការងាររបស់ម្ចាស់សត្វចិញ្ចឹមភាគច្រើនខាង Pet ឆ្លាតគឺបាននាំចូលមកជាមួយនឹងប្រភេទម៉ាស៊ីនចំណីដែលយើងមានជាប្រភេទម៉ាស៊ីនចំណីអូតូមានកាមេរ៉ាជាមួយនឹងប្រភេទចានទឹកហ្នឹងបានន័យថាឲ្យវាហូរមានចលនាទឹកហូរព្រោះយើងចង់លើកទឹកចិត្តឲ្យឆ្មាហើយនិងឆ្កែឬក៏កូនរបស់យើងហ្នឹងញ៉ាំទឹកឲ្យបានច្រើនជាងមុនហើយម៉ាស៊ីនចំណីអូតូរបស់ពួកយើងដែលយើងនាំចូលមកគឺជាប្រភេទម៉ាស៊ីនចំណីដែលទំនើបគឺយើងមាន app control connect ជាមួយនឹងទូរស័ព្ទដៃយើងអាចមើលសកម្មភាពរបស់ពួកគាត់បានតាមរយៈទូរស័ព្ទដៃបញ្ជានៅពីចម្ងាយបានអញ្ចឹងគឺវាពិតជាសម្រួលដល់ការងាររបស់ម្ចាស់សត្វចិញ្ចឹមបានច្រើនមែនតើហើយមួយទៀតប្រភេទម៉ាស៊ីនចំណីទាំងអស់ហ្នឹងគឺវាចេញតាមរយៈពេលវេលាដែលយើងកំណត់អញ្ចឹងគឺយើងទុកចិត្តថាកូនរបស់យើងញ៉ាំចំណីទៀងពេលញ៉ាំចំណីក្នុងបរិមាណដែលយើងបានកំណត់រួចនៅ Pet ឆ្លាតគឺយើងមានជា website បងអាចចូលទៅក្នុង website របស់ពួកយើងគឺ petchlat.com ក៏មានជា Facebook page ដែរគឺ Pet ឆ្លាត TikTok និង IG ក៏មានឈ្មោះដូចគ្នាអញ្ចឹងមាន platform ជាច្រើនដែលបងអាចតាក់ទងមកកាន់ពួកយើងបានមូលហេតុដែលខ្ញុំបង្កើត Pet ឆ្លាតនឹងមកកាលពីក្មេងខ្ញុំមានក្តីសម័យថាខ្ញុំចង់ក្លាយជាពេទ្យសត្វហើយខ្ញុំបានធ្វើការខ្ញុំរៀនបណ្ដាខ្ញុំធ្វើការងារក្នុងផ្នែកជាពេទ្យសត្វបណ្ដាវាបានបំពេញក្តីសម័យរបស់ខ្ញុំបានហើយខ្ញុំធ្វើការងារហ្នឹងគឺសប្បាយចិត្តមែនតើប៉ុន្តែនៅពេលដំណាក់កាលមួយខ្ញុំមានអារម្មណ៍ថាផ្លូវចិត្តរបស់ខ្លួនឯងចាប់ផ្ដើមរៀងធ្លាក់ចុះពីព្រោះថាយើងធ្វើការជាមួយសត្វថ្ងៃខ្លះដោយសារតែយើងយកចិត្តទុកដាក់ពេកថ្ងៃខ្លះយើងដេកទៅយើងគិតថាកូននឹងមិនហើយយើងមិនហើយកូននឹងនៅផ្ទះមិនដែរអញ្ចឹងវាជាទម្លាប់យូរទៅវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអូខេបើខ្ញុំនៅតែបន្តធ្វើការងារជាពេទ្យសត្វទៀតខ្ញុំអាចនឹងធ្លាក់ក្នុងវិបត្តិផ្លូវចិត្តឬក៏ depression ផ្សេងខ្ញុំក៏បានអនុញ្ញាតឲ្យខ្លួនឯងឈប់ពីការងារពេទ្យសត្វប៉ុន្តែម្លងពេលហ្នឹងគឺខ្ញុំនៅតែមានក្តីសម័យខ្ញុំចង់ធ្វើការ involve ជាមួយនឹងពេទ្យជាមួយនឹងខាងសត្វចិញ្ចឹមដដែលអញ្ចឹងហើយបានជា idea មួយដែលខ្ញុំចង់បង្កើតសម្ភារៈហាងលក់សម្ភារៈសត្វចិញ្ចឹមហ្នឹងវាកើតឡើង
ួបផ្សំជាមួយនឹងមានរឿងមួយដែលខ្ញុំបានឆ្លងកាត់នៅម្ដងពេលដែលខ្ញុំធ្វើការក្នុងពេទ្យសត្វហ្នឹងគឺមានបងស្រីមួយហ្នឹងគាត់យកឆ្មាមកដែលភ្នែកម្ខាងហ្នឹងគឺអត់អាចមានគឺអត់អាចពេទ្យអត់អាចសង្គ្រោះភ្នែកនឹងបានគឺត្រូវភ្នែកហ្នឹងគឺត្រូវខ្វេះចោលនៅពេលដែលយើងសួរដំណើរដើមតងទៅលើម្ចាស់សត្វចិញ្ចឹមគាត់បានប្រាប់ថាគាត់បានទៅហាងលក់សម្ភារៈសត្វចិញ្ចឹមមួយគេបានឲ្យថ្នាំបតក់ភ្នែកមួយនេះទៅឲ្យគាត់ដែលអត់មានការពិនិត្យមានអីត្រឹមត្រូវទេនៅពេលដែលគាត់បន្តប្រើប្រាស់វាធ្វើឲ្យភ្នែកហ្នឹងវិវត្តទៅជាការដែលព្យាបាលលែងជាហើយឆ្មាមួយក្បាលហ្នឹងគឺអត់អាចមានថ្ងៃក្នុងការមើលឃើញពិភពលោកដ៏ស្រស់បំព្រងរបស់ឆ្មាហ្នឹងទៀតទេអញ្ចឹងរឿងហ្នឹងវាបានប៉ះពាល់ចិត្តខ្ញុំបន្ទាប់ពីខ្ញុំបានឈប់ខ្ញុំក៏ចាប់ផ្ដើមបើកជាហាងលក់សម្ភារៈសត្វចិញ្ចឹមដែលជាគោលបំណងរបស់ខ្ញុំហ្នឹងគឺនៅពេលដែលយើងលក់សម្ភារៈសត្វចិញ្ចឹមយើងនឹងផ្ដល់ជាការប្រឹក្សាយោបល់ទៅដល់ម្ចាស់សត្វចិញ្ចឹមផ្ទាល់ថាគួរធ្វើបែបម៉េចហើយបើសិនជាខ្ញុំអត់មានលទ្ធភាពក្នុងការផ្ដល់ប្រឹក្សាយោបល់ទេគឺខ្ញុំតែងតែលើកទឹកចិត្តពួកគាត់ឲ្យទៅរកមន្ទីរពេទ្យសត្វព្រោះអានេះគឺជាសុខភាពរបស់កូនជើង4ប្រគាត់ផ្ទាល់ព្រោះសត្វអត់ចេះនិយាយថាគាត់ឈឺអីគេទេឈឺកន្លែងណាមិនទេអញ្ចឹងភាគច្រើនគឺខ្ញុំតែងតែលើកទឹកចិត្តឲ្យគាត់ទៅពេទ្យសត្វហើយបើមានអីបន្ថែមគាត់អាចមករកខ្ញុំបានទិញសម្ភារៈពីខ្ញុំបានចក្ខុវិស័យនៅថ្ងៃខាងមុខគឺយើងនឹងពង្រីកទីតាំងឲ្យបានច្រើនជាងមុនយើងនឹងនាំយកមកជាមួយនឹងបច្ចេកវិទ្យាទំនើបសម្រួលដល់ម្ចាស់សត្វចិញ្ចឹមឲ្យមានការ take care ទៅលើកូនជើង4ឲ្យកាន់តែច្រើនសម្រាប់បងដែលគាត់មាន plan នៅក្នុងការបើកអាជីវកម្មដំបូងដូចខ្ញុំអញ្ចឹងថ្មីដែរជាក់ស្ដែងវាជាលើកទី1របស់ខ្ញុំអញ្ចឹងក៏ខ្ញុំចង់លើកទឹកចិត្តថាបើសិនជាបងមានគោលបំណងនៅក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួនបងអាចស្វែងរកថ្នាក់រៀនបន្ថែមបានដែលលក្ខណៈ short course វាគឺជាបានន័យថាថ្នាក់ទាំងអស់ហ្នឹងនឹងជួយឲ្យយើងទាំងអស់គ្នាដឹងថាតើយើងគួរតែចាប់ផ្ដើមពីអីមានអីត្រូវរំពឹងទុករៀបចំផែនការអាជីវកម្មបែបម៉េចហើយមួយទៀតធម្មតារបស់ថ្មីមួយបើសិនជាយើងអត់ចាប់ផ្ដើមទេយើងអត់ដឹងថាយើងនឹងត្រូវធ្វើអីបន្តទៀតទេហើយកុំខ្លាចជាមួយនឹងកំហុសកុំខ្លាចជាមួយនឹងភាពបរាជ័យរឿងអីក៏ដោយដើរទៅច្បាស់ជាខុសហើយបើខុសហើយច្បាស់ជារកភាពត្រូវឃើញហើយឲ្យតែមានចិត្តតស៊ូជាមួយនឹង discipline បានន័យថាជាមួយនឹងវិន័យជាមួយនឹងខ្លួនឯងច្បាស់លាស់